ជួបគ្នាបន្តទៀតហើយប្រិយមិត្តទាំងអស់គ្នារឿងយ៉ាត្រូលវគ្គ2របស់ Norway គឺបានចេញហើយនៅក្នុងវគ្គ2មួយហ្នឹងគឺថាមិនចាញ់វគ្គ1ប្រហែលទេគឺល្អមើលខ្លាំងមែនតើសម្រាប់ប្រិយមិត្តដែលមិនទាន់បានស្គាល់រឿង Troll អាចទស្សនានៅក្នុង Channel របស់ Admin បានកាលពីវគ្គ1គឺ Admin បានសម្រាយរួចមកហើយអញ្ចឹងចាំ Admin ដាក់ link វគ្គ1នៅខាងក្រោម comment មុននឹងទស្សនាការសម្រាយរឿង Troll វគ្គ2កុំភ្លេចចុច like វីដេអូមួយនេះម្នាក់មួយផងអូខេតោះមកទស្សនាការសម្រាយរឿង Troll វគ្គ2ទាំងអស់គ្នាសម្រាប់ចិត្តមានផ្ទៃពោះអ្នកម្ដាយត្រូវតែមានកំហាប់ឆ្អឹងរឹងមាំការសូមកបយៈអេក្ស្ត្រាជាការសូមសេរីរាងទម្រង់ផ្ទៃក៏រសជាតិក្រូចឆ្ងាញ់ស្រួលញ៉ាំស្របបានល្អសម្រាប់ថែរក្សាកំហាប់ឆ្អឹងឲ្យរឹងត្រឹមមាំការសូមកបយៈអេក្ស្ត្រាបន្ថែមការសូមច្រើនជាងមុន2ដងក្នុងមួយអំពូលដើម្បីឆ្អឹងរឹងមាំសាច់រឿងបានចាប់ផ្ដើមពីការនិទានប្រវត្តិរបស់យ៉ាក់ត្រូលដែលបានកកើតចេញពីដីនិងថ្មបេះដូងគ្របដណ្ដប់ដោយព្រិលហើយនឹងឆ្អឹងទឹកកករយៈកាលច្រើនឆ្នាំមកហើយដែលយ៉ាក់ត្រូលនិងមនុស្សលោករស់នៅក្នុងទឹកដីផ្សេងគ្នាដោយគ្មានការបៀតបៀនគ្នាទៅវិញទៅមកនោះទេប៉ុន្តែនៅពេលដែលស្ដេចថ្មីរបស់ Norway បានក្លាយទៅជាគ្រិស្តសាសនាមានឈ្មោះថាស្ដេចអូឡាក៏បានដឹកនាំទ័ពទៅចាប់យ៉ាក់ត្រូលនិងសម្លាប់ចោលទាំងអស់តែម្ដងនៅពេលលោកធូប៊ីបាននិទានរឿងទាំងអស់នេះប្រាប់ទៅកាន់កូនស្រីដែលមានឈ្មោះថា Nora ហើយ Nora ឆ្ងល់ជាខ្លាំងថាម្ដេចបានជាស្ដេចអូឡានោះចិត្តអាក្រក់ខ្លាំងម្ល៉េះមិនជួយយ៉ាក់ទាំងអស់នោះផងទៅព្រោះយ៉ាក់នោះបានកកើតនៅទីនោះមុនមកម្ល៉េះលោកធូប៊ីបានតបទៅវិញថាគ្មាននរណាជួយពួកវាពីបារម្ភអាក្រក់នោះទេនៅពេលនិយាយហើយម្ដាយរបស់ Nora ក៏បានដើរមកហៅលោកធូប៊ីចេញទៅខាងក្រៅលំមឲ្យកូនស្រីចូលគេងហើយគាត់ចាប់ផ្ដើមក្អកផងដែរដែលបង្ហាញថាខ្លួនមានជំងឺបន្តមក Nora ក៏បានសុំម្ដាយរបស់នាងឲ្យច្រៀងបទចម្រៀងមុនពេលចូលគេងលុះ30ឆ្នាំកន្លងផុតទៅ Nora ក៏បានស្នាក់នៅក្នុងផ្ទះមួយសិក្សាស្រាវជ្រាវនៅក្បែរជើងភ្នំម្នាក់ឯងបន្តទៀតបន្ទាប់ពីឪពុករបស់នាងបានស្លាប់ទៅហើយនៅថ្ងៃមួយស្រាប់តែមាននរណាម្នាក់បានចូលមកក្នុងផ្ទះរបស់នាងបិទមុខទៅបានជា Nora លុតទៅវាដំទៅលើគេតែម្ដងប៉ុន្តែក៏ប៉ុន្តែគឺជា Andrea មិត្តភក្តិចាស់របស់នាងក៏ឡងមកសោះដែលបានខានជួបគ្នាយូរមកហើយធ្លាប់ធ្វើការជាមួយគ្នាយូរមកហើយនៅពេលនោះ Andrea បានដើរមើលឯកសារសៀវភៅតាក់ទងជាមួយនឹងស្ដេចអូឡានិងសៀវភៅរបស់គេបាននិពន្ធក៏ឡងមកនៅលើតុផងដែរទៅបានជាគេដើរមើលនិងសួរនាំប៉ុន្តែ Nora មិនចង់ឲ្យគេមើលនោះទេនិងសួរហេតុផលផងដែរថាមករកនាងដើម្បីអ្វីទៅ Andrea បានតបទៅវិញថាគេចង់ Nora ជួយគេលើរឿងអ្វីមួយនៅពេលបានលឺឲ្យ Nora ដឹងថា Andrea ប្រកាសជាធ្វើការអ្វីមួយម្ដងទៀតមិនខានទៅបានជានាងលែងចង់តាក់ទងជាមួយនឹងគេទៀតហើយលែងចង់សហការជាមួយគ្នាទៀតហើយប៉ុន្តែ Andrea បានប្រាប់ថាគឺគេបានរកឃើញយ៉ាក់ត្រូលមួយក្បាលទៀតហើយនៅពេលបានដឹងឲ្យ Nora ភ្ញាក់ផ្អើលជាខ្លាំងលុះនៅពេលដែល Nora បានយកព្រមទៅជាមួយនឹង Andrea ហើយ Andrea ក៏បានឲ្យនាងហត្ថលេខាសម្រាប់ធ្វើការជាការសម្ងាត់ហើយបាននាំគ្នាជាអធិបតេយ្យទៅកាន់ស្ថានីយ៍ដែលមានឈ្មោះថា Wemok នៅពេលដែលពួកគេបានចូលទៅខាងក្នុងពួកគេក៏បានជួបជាមួយនឹងលោកសាស្ត្រាចារ្យដែលមានឈ្មោះថា Singhol ហើយនិង Wengel ដែលពួកគាត់ទាំងពីរអ្នកធ្លាប់ស្គាល់ឪពុករបស់ Nora ក៏ឡងមកផងដែរនៅពេលដែលពួកគេបាននាំ Nora ចូលទៅខាងក្នុងមើលយ៉ាក់ត្រូលបន្តទៀតនៅពេលដែល Nora សម្លឹងមើលទៅយ៉ាក់នោះនាងសម្លឹងមើលដោយផ្លឹកដោយសារតែមិននឹកស្មានថានឹងមានយ៉ាក់មួយក្បាលបែបនឹងសោះហើយលែងបំរើទៅហើយនៅពេលនោះ Nora បានដើរទៅជិតវាសម្លឹងមើលនៅក្បែរនោះហើយលោក Wengel បានប្រាប់ថាយ៉ាក់នោះគឺបានរកឃើញកាលពី100ឆ្នាំមុនមកម្ល៉េះដែលមានឈ្មោះថា Yuthan Andrea បាននិយាយលេងសើចជាមួយនឹង Nora ផងដែរថាពួកគេហៅថា Mega Troll រីឯលោក Singhol បាននិយាយបន្តទៀតថាពួកគេបានរក្សាពន្លឺនៅក្បែរបរិវេណយ៉ាក់មួយនោះដើម្បីការពារកុំឲ្យវាដឹងខ្លួនហើយពួកគេត្រៀមការពារបានយ៉ាងល្អផងដែរបន្ទាប់មកសាស្ត្រាចារ្យស្រីដែលមានឈ្មោះថា Mariam ក៏បានដើរមកស្វាគមន៍ Nora ម្នាក់ទៀតដើម្បីត្រៀមធ្វើការជាមួយនឹងគ្នាសិក្សាអំពីយ៉ាក់បន្ថែមទៀតជាពិសេសគឺ DNA Nora បានសួរទៅកាន់ Mariam វិញថាតើយ៉ាក់នោះមិនទាន់ស្លាប់ទេមែនទេ Mariam បានតបទៅវិញថាគឺអត់ទេវាក៏ប៉ុន្តែដេកនៅក្នុងរដូវត្រជាក់តែប៉ុណ្ណោះពួកគេក៏ប៉ុន្តែសិក្សាទៅលើ DNA របស់វាបន្ថែមទៀតដើម្បីការពារមនុស្សជាតិនៅពេលដឹងហើយ Nora ក៏បាននិយាយរឿងប្រវត្តិរឿងទានរបស់យ៉ាក់ត្រូលដែលបានកកើតចេញពីដីហើយនឹងថ្មហើយ Mariam ក៏បានធ្លាប់លើពីមុនផងដែរនាងបានដឹងរឿងទាំងអស់នោះតាំងពីក្មេងបន្ទាប់មកនៅពេលដែល Nora ប្រាប់ថានាងអស់ការងារធ្វើនៅទីនោះបន្តទៀតហើយនឹងចង់ត្រឡប់ទៅវិញ Andrea ក៏បាននាំនាងទៅខាងលើជួបជាមួយនឹង CK ប្រពន្ធរបស់គេបន្តទៀតដែលក៏ប៉ុន្តែគឺពួកគេទាំងពីរនាក់បានរៀបការជាមួយនឹងគ្នាហើយ CK ពូធំចិត្តគ្រប់ខែថែមទៀតក៏ប៉ុន្តែធ្វើការសិក្សាទៅលើវត្ថុបុរាណបន្តទៀតនៅទីនោះពួកគេបានរកឃើញក្រដាសមួយចំហៀងរបស់ស្ដេចមានឈ្មោះថាអូឡាដែលក្រដាសនោះគឺជាច្បាប់រវាងយ៉ាក់ហើយនិងមនុស្សនៅក្នុងសម័យបុរាណវាមានចាប់តាំងពីឆ្នាំ1030មកម្ល៉េះវាបានធ្លាក់នៅពេលស្ដេចបានធ្វើសង្គ្រាម
ការនោះស្ដាយមិនតន់ចុះហៅទៅលេខានៅឡើយនោះទេនៅពេលនរ៉ាបានទៅមើលអក្សរនៅលើក្រដាសនោះនាងបានឃើញពាក្យបណ្ដេញជាក់ចេញពីទឹកដីរបស់មនុស្សលោកពិតមែនហើយពួកគេចង់នរ៉ាសម្រាប់ចាត់ថាតើជួយពួកគេក្នុងការធ្វើការងារទាំងអស់ហ្នឹងដែរឬទេព្រោះពួកគេធ្វើការងារជាការសម្ងាត់ពួកគេបញ្ជាក់ផងដែរថាគឺពួកគេមានប្រព័ន្ធការពារហើយបើសិនមានបញ្ហាអ្វីកើតឡើងពួកគេនៅគំតិចយៈនោះចោលមិនខានបើតើនរ៉ាក៏បានសុំទៅបន្ទប់ទឹកកាត់បន្តិចសិនហើយនៅពេលបានឃើញច្រកទ្វារឡើងទៅខាងលើមើលយៈត្រូនោះនរ៉ាក៏បានឡើងទៅមើលម្នាក់ឯងតែម្ដងនៅពេលនោះនរ៉ាបានយកដៃរបស់នាងទៅប៉ះច្រមុះរបស់ជាហើយបានបិទភ្នែកក្រហមធ្វើជាសំឡេងបទចម្រៀងតិចតិចហើយបន្តិចក្រោយមកស្រាប់តែបេះដូងរបស់ជាចាប់ផ្ដើមលោតដែលធ្វើក្រុមការងារនៅខាងក្រោមបានឃើញសញ្ញាទាំងអស់នោះហើយនៅពេលនរ៉ាបានដើរចេញពីទីនោះបន្តិចតែប៉ុណ្ណោះយ៉ាចាប់ផ្ដើមដឹងខ្លួនបើកភ្នែកមើលនរ៉ាប៉ុន្តែដៃរបស់វាគឺបានជាប់ច្រវាក់មិនអាចដើរទៅណាបាននោះទេរាលោកស៊ីងហូប្រាប់ឲ្យក្រុមការងារបើកពន្លឺសម្រាប់វាចោលតែម្ដងទៅដើម្បីកុំឲ្យវាងើបឡើងម្ដងទៀតបង្កគ្រោះថ្នាក់ប៉ុន្តែនៅពេលនោះម៉ារៀមក៏បានធ្វើឲ្យកាហ្វេធ្លាក់ទៅលើម៉ាស៊ីនចុចបើកពន្លឺហើយមិនអាចបើកពន្លឺបាននោះទេបើតើនៅពេលនរ៉ាបានចោះចន្ទាមកខាងក្រោមវិញយ៉ាត្រូក៏បានរកបំរាពីច្រវាក់ហើយដៃរបស់វាក៏បានទៅប៉ះជាមួយនឹងចន្ទាដែលនរ៉ាកំពុងតែចោះមកខាងក្រោមហើយនាងក៏បានធ្លាក់មកខាងក្រោមតែម្ដងរីលោកស៊ីងហូក៏បានរើបំណែកថ្មរបស់យ៉ាមករសាទុកនៅពេលពួកគេបានគេចខ្លួនមកខាងក្រៅបន្តទៀតយ៉ាត្រូនោះក៏បានទម្លាយចេញមកខាងក្រៅទៅបាត់តែម្ដងបើតមកក្រុមការងាររបស់នរ៉ាក៏បានទៅរកកាពីតែដែលមានឈ្មោះថាគ្រីម្ដងទៀតបន្ទាប់ពីពួកគេបានខានជួបគ្នាយូរមកហើយនៅពេលដែលគ្រីបានឃើញសមាជិកស្រីម្នាក់ទៀតដែលមានឈ្មោះថាម៉ារៀមគ្រីចាប់អារម្មណ៍ជាខ្លាំងគេបានលួចសួរទៅកាន់នរ៉ាផងដែរថាមានមនុស្សស្រីថ្មីមែនទេហើយគេបានប្រាប់ផងដែរថាគេបានឡើងតំណែងថ្មីទៅជាអភិបាលហើយប៉ុន្តែហៅគេគ្រីធម្មតាទៅបានហើយបើតមកនរ៉ាហើយនិងម៉ារៀមក៏បានជជែករឿងយ៉ាត្រូនោះជាមួយគ្នាបន្តទៀតប៉ុន្តែការជជែករបស់ពួកគេទាំងពីរនាក់បែរជាមិនចោះសម្រងជាមួយនឹងគ្នាសោះបើតែក្រមរដ្ឋមន្ត្រីក៏បានចូលមកជួបពួកគេដើម្បីនិយាយរឿងការងារទាំងអស់នោះហើយនៅពេលពួកគេកំពុងតែប្រជុំនិយាយគ្នាបន្តិចរដ្ឋមន្ត្រីបានសម្រេចចិត្តថានៅរកវិធីកម្ចាត់យ៉ាត្រូនោះចោលឲ្យលឿនតាមតែអាចធ្វើទៅបានដើម្បីការពារសុវត្ថិភាពប៉ុន្តែនរ៉ាហើយនិងម៉ារៀមបែរជាមិនចង់សម្លាប់វានោះទេព្រោះគាត់ថាអាចដូចយ៉ាពីមុនរដ្ឋមន្ត្រីបានរំលឹកដល់បងប្រុសរបស់គាត់បានស្លាប់នៅក្នុងអូថំពេកចាកាពី3ឆ្នាំមុនមកម្លេះដែលកំឡុងពេលកម្ចាត់យ៉ាមួយក្បាលនោះដូច្នេះលោកនៅតែសម្រេចចិត្តធ្វើបែបហ្នឹងដដែលនៅពេលដែលពួកគេចាប់ការប្រជុំហើយអេនទ្រីក៏បានដើរទៅនិយាយជាមួយនឹងនរ៉ាតែពិបាកចិត្តជាខ្លាំងហើយបានយកបំណែកថ្មមកមើលជាមួយនឹងគ្នាដែលជាបំណែកថ្មរបស់ជាអេនទ្រីបានប្រាប់ផងដែរថាការពីមុនពួកគេបានសាងកំហុសម្ដងរួចមកហើយម្ដងនេះគឺគេចង់រួមដៃគ្នាសហការប្រយុទ្ធជាមួយនឹងគ្នានៅពេលបានលើកឲ្យនរ៉ាសម្រាប់ចាត់យកព្រមធ្វើតាមអេនទ្រីតែម្ដងហើយក៏បានចូលទៅក្នុងការប្រជុំរបស់ក្រុមយោធារបស់គ្រីបើតើនរ៉ាក៏បានតែនិយាយជាមួយនឹងគ្រីហើយនឹងអាមីមិត្តភក្តិចិត្តដិតរបស់គ្រីហើយក៏យោធាបន្តទៀតដើម្បីចង់សហការទៅជាមួយនឹងពួកគេដែរប៉ុន្តែដំបូងឡើយពួកគេបានជាមិនចង់ឲ្យនរ៉ាទៅជាមួយនោះទេទៅបានជានរ៉ាច្រឡំមាត់និយាយថាឪពុករបស់នាងស្លាប់ក៏មានចំណែករបស់គ្រីផងដែរប៉ុន្តែនាងក៏បានសុំទោសដែលនិយាយពាក្យបែបហ្នឹងនឹងចង់មានន័យថាឪពុករបស់នាងបានស្លាប់ទៅដោយភាពស្ងប់សុខហើយនៅពេលបានលើកឲ្យគ្រីសម្រាប់ចិត្តយកព្រមឲ្យទៅជាមួយគ្នាតែម្ដងហើយបង្ហាញថមបេក្ខចាពីគ្រឿងបំពាក់ទៅដោយផ្ទាំងពន្លឺសម្រាប់បញ្ចាំងទៅលើយ៉ាត្រូលទាំងអស់នោះផងដែររីឯម៉ារៀមនៅពេលដែលរៀបចំខ្លួនទៅជាមួយនឹងពួកគេដែរគ្រីកាន់តែលងស្នេហ៍ជាមួយនឹងម៉ារៀមទ្វេដងប៉ុន្តែម៉ារៀមដឹងថាគ្រីកំពុងចាប់អារម្មណ៍ទៅលើនាងហើយចង់ញ៉ាយនាងថែមទៀតរីអេនទ្រីមុនពេលដែរចេញដំណើរទៅជាមួយនឹងពួកគេក៏បានតែលាស៊ីគីប្រពន្ធរបស់គេជាលើកចុងក្រោយហើយបានថាមកូនក្នុងពោះរបស់នាងជាលើកចុងក្រោយផងដែរងាកមើលនៅកន្លែងកំសាន្តមួយដែលមានឈ្មោះថា Ham សេដលនៅវិញមនុស្សម្នាជាពិសេសគឺយុវវ័យកំពុងតែលេងកំសាន្តនៅទីនោះយ៉ាងសប្បាយរីករាយពួកគេបាននាំគ្នាជិះស្គីរំលេងកំសាន្តនៅក្នុងក្លឹបយ៉ាងសប្បាយរីករាយបន្តិចក្រោយមកស្រាប់តែពួកគេបានឃើញក្លឹបរង្គើយ៉ាងចម្លែកហើយយ៉ាត្រូក៏បានដើរមកដល់ទីនោះហើយដំបូលមើលមនុស្សនៅខាងក្នុងរីឯបារម្ភអ្នកបាជាថតសេហ្វីជាមួយនឹងយ៉ាទៅវិញទៅបានជាយ៉ានោះចាប់គេស៊ីនិងស៊ីអ្នកផ្សេងទៀតតែម្ដងបើតែក្រមនៅពេលដែលថំពេកចារបស់គ្រីហើយនឹងអាមីបានមកដល់ទីនោះនរ៉ាក៏បានអឺតមើលទៅខាងមុខសម្លឹងរកមើលជាហើយគ្រីក៏បានហាម5កុំឲ្យអឺតមើលឲ្យសោះប៉ុន្តែនៅពេលដែលបានឃើញម៉ារៀមអឺតមើលមកក្បែរមុខរបស់គេបានជាឲ្យអឺតមើលជាធម្មតាបើតមកពួកគេក៏បាននាំគ្នាបញ្ចាំងពូលីសទៅលើយ៉ាត្រូនោះម្ដងហើយម្ដងទៀតដែលធ្វើយ៉ាត្រូចាប់ដាំឈឺចុកចាប់ជាខ្លាំង
ប៉ុន្តែបន្តិចក្រោយមកយៈនោះក៏បានយកបង្គោលភ្លើងគប់ទៅលើអធម្មបេកចៈរបស់អាមីដែលធ្វើឲ្យអធម្មបេកចៈនោះបានធ្លាក់ទៅខាងក្រោមតែម្ដងមុននឹងធ្លាក់ទៅខាងក្រោមអាមីក៏បានតាក់ទងទៅកាន់គ្រីជាលើកចុងក្រោយផងដែរព្រោះគេបានដឹងថាខ្លួនមិនរស់នោះទេហើយពួកគេជាមិត្តភក្តិប្រៀបបាននឹងបងប្អូនបង្កើតជាមួយគ្នាទៅហើយបន្តមកគ្រីខឹងសប្បាយជាមួយនឹងយៈយូថាននោះជាខ្លាំងគេបានជិះអធម្មបេកចៈទៅចិត្តយៈត្រូលនោះហើយប្រំបន្ថយជីវិតជាមួយនឹងវាទៅហើយប៉ុន្តែនរ៉ាហាមឃាត់ទាន់ពេលវេលាហើយមុនពេលដែលយៈត្រូលបានដើរចេញពីទីនោះគ្រីបានស្រែកដោយកំហឹងជាខ្លាំងរាជរដ្ឋមន្ត្រីនៅពេលដែលទទួលបានដំណឹងថាអាមីបានស្លាប់ទៅហើយនោះរដ្ឋមន្ត្រីសោកស្ដាយជាខ្លាំងហើយក្រុមរបស់នរ៉ានិងគ្រីក៏បានចូលទៅខាងក្រោមមើលកន្លែងកាត់ហែទាំងសោកសៅជាខ្លាំងផងដែរនៅពេលម៉ារីបាននិយាយថានាងមិនដែលឃើញហេតុការណ៍បែបហ្នឹងពីមុននោះទេនរ៉ាបានតបថាកាលពីមុនឪពុករបស់នាងក៏បានស្លាប់ដោយសារតែយៈត្រូដូចគ្នាម៉ារីបានតបទៅវិញថានាងមិនគួរណាពិសោធន៍ទៅលើយៈត្រូទៀតទេបន្តមកនរ៉ានឹកឃើញវិធីមួយគឺនាងបាននាំសមាជិករបស់នាងទៅកាន់តំបន់មួយដែលមានឈ្មោះថា Jaykin បន្តទៀតដែលជាកន្លែងហាមឃាត់នៅក្បែរជើងភ្នំនៅពេលដែលពួកគេបានចូលទៅខាងក្នុងរូងភ្នំគ្រីតែងតែការពារនិងយកចិត្តទុកដាក់ទៅលើម៉ារីមរហូតដោយសត្វតែគេមានចិត្តទៅលើនាងទ្វេដងទៅហើយស្របពេលនោះងាកមកមើលនៅតំបន់មួយដែលមានឈ្មោះថា Leska ឯនៅវិញលោកតាម្នាក់កំពុងតែតុបតែងផ្ទះនិងជួសជុលផ្ទះថ្មីរបស់គាត់ជាមួយនឹងសត្វឆ្កែរបស់គាត់មួយក្បាលនៅពេលលោកតានិយាយទូរស័ព្ទជាមួយនឹងលោកយាយស្រាប់តែយៈត្រូលក៏បានដើរឆ្លងកាត់នៅទីនោះហើយបានជន់ផ្ទះរបស់លោកតាខ្ទេចខ្ទីអស់តែម្ដងងាកមើលក្រុមរបស់នរ៉ាបន្តទៀតនៅវិញនៅពេលនោះម៉ារីមដឹងថាគ្រីកំពុងតែពិបាកចិត្តរឿងអាមីបានស្លាប់ទៅហើយទៅបានជិះសួរអំពីទំនាក់ទំនងរវាងពួកគេទាំងពីរនាក់គ្រីបានប្រាប់ទៅកាន់ម៉ារីមឲ្យបានដឹងថាអាមីគឺជាមិត្តភក្តិស្លាប់រស់របស់គេដែលប្រៀបបាននឹងបងប្អូនបង្កើតជាមួយគ្នាទៅហើយបន្តមកពួកគេក៏បានឃើញកន្លែងដែលឃុំឃាំងរបស់ជានិងពពួកជាឲ្យមកខាងក្រោមកាលពីសម័យបុរាណនៅខាងក្នុងនោះគឺមានសញ្ញាមួយយ៉ាងផងដែរកាលនោះគឺស្ដេចយៈមានកូនមួយហើយបានបាត់ខ្លួនទៅហើយបន្តមកនរ៉ាក៏បានយកបំណែកថ្មទៅវាយថ្មនៅខាងក្រោមហើយបន្តិចក្រោយមកស្រាប់តែកូនយៈដេកនៅជាប់ថ្មនោះក៏បានងើបឡើងបាត់មែននិងបានដើរមកអឺតមើលពួកគេដល់ពេលនោះនរ៉ាបានឲ្យពួកគេសម្រួលអារម្មណ៍កុំឲ្យខ្លាចយៈនោះឲ្យសោះក៏បានចាំងពិលទៅលើវាហើយបានយកបំណែកថ្មរបស់យៈឲ្យវាហិតផងដែរនរ៉ាបានប្រាប់ទៅកាន់សមាជិករបស់នាងថានាងតែតែមកទីនោះច្រើនដងមកហើយជឿថាយៈនោះនៅខាងក្នុងវាចាំមានសមត្ថភាពទៅវាចេញមកខាងក្រៅហើយយៈនោះគឺជាកូនរបស់ស្ដេចយៈនៅប្របានដល់ឲ្យពួកគេភ្ញាក់ផ្អើលជាខ្លាំងបន្តមកនរ៉ាក៏បានយកដៃទៅប៉ះវាហើយក្រហមជាសម្លេងបទភ្លេងនាងបានឲ្យអេនទ្រីយកដៃរៀនកាន់តាមនាងផងដែរដោយទោះជាអេនទ្រីខ្លាចយ៉ាងណាក៏ដោយរីម៉ារៀមនៅប្របានឃើញបែបហ្នឹងហើយនាងរភើបរហូតដល់ស្រស់ទឹកភ្នែកទៅហើយព្រោះមិនដែលឃើញពីមុននោះទេនរ៉ាបានដាក់ឈ្មោះយៈនោះថាស្រស់ស្អាតបន្តមកនរ៉ាមានកំណត់មួយបន្តទៀតគឺបានតែស្ទាក់យៈដែលមានឈ្មោះថាយូថាននោះនៅខាងក្រៅហើយបានកំភ្លើងទៅខាងលើឲ្យវាដើរមករកនាងតំបន់នោះគឺមានឈ្មោះថា Bower Dolan ហើយឲ្យសមាជិកផ្សេងទៀតរងចាំលាក់ខ្លួននៅក្បែរនោះនៅពេលដែលយៈយូថានចេញមកប្រយុទ្ធគ្នាជាមួយនឹងយៈដែលមានឈ្មោះថាស្រស់ស្អាតបន្តមកនៅពេលពួកវាបានឃើញគ្នាទៅវិញទៅមកហើយយៈស្រស់ស្អាតក៏បានដើររំលងនរ៉ាតែប្រយុទ្ធជាមួយនឹងយៈយូថានតែម្ដងប៉ុន្តែខណៈពេលដែលពួកគេប្រយុទ្ធគ្នាយៈយូថានបានធ្វើតកកចាប់ដើមបាក់បែកហើយបានធ្វើយៈស្រស់ស្អាតនៅថ្នាក់ទៅក្នុងតកកតែម្ដងមិនអាចយកឈ្នះយៈយូថានបាននោះទេរីគ្រីនៅពេលបានឃើញសភាពមិនស្រួលគេក៏បានទៅយកនរ៉ាឡើងទៅលើធម្មបេកចៈគេខ្លួនចេញពីទីនោះជាមួយនឹងគ្នាហើយនៅពេលនោះវាទៅត្រូវបានយៈយូថានចាប់ពួកគេបានទៅហើយរីនរ៉ានៅពេលដែលចាក់ចេញទៅនាងអាណិតយៈស្រស់ស្អាតជាខ្លាំងបន្តមកពួកគេក៏បានស្នាក់នៅជំរំដែលមានឈ្មោះថាដមបេះបន្តទៀតដើម្បីរកវិធីដោះស្រាយជាមួយគ្នាបន្តទៀតម៉ារៀមឆ្ងល់ជាខ្លាំងថានរ៉ាអាចតាក់ទងជាមួយនឹងយៈស្រស់ស្អាតនោះបានយ៉ាងម៉េចទៅនរ៉ាបញ្យល់ទៅវិញថានាងរៀនស្ដាប់សម្លេងបេះដូងរបស់យៈដែលមានឈ្មោះថាស្រស់ស្អាតហើយនាងធ្លាប់ហៅវាមកខាងក្រៅម្ដងមកហើយមិននឹកស្មានថាវាបានស្លាប់ដោយសារតែនាងបែបនឹងសោះបន្តមកម៉ារៀមបង្ហាញអំពីផែនទីនិងប្រាប់ថាស្ដេចយៈអ៊ូឡាបានធ្លាប់ធ្វើធម្មយាត្រាដាញ់ក្រុមយៈត្រូលពីនីដូរ៉ូទៅកាន់រាជធានីមានឈ្មោះថាត្រនហែមនៅពេលឮហើយនរ៉ានឹកឃើញរឿងនិទានឪពុករបស់នាងធ្លាប់ប្រាប់កាលនៅពីក្មេងនាងបានចងចាំថាស្ដេចសម្រាប់ក្រុមយៈចោលបដិញ្ញៈចេញពីប្រទេស
ការនោះគឺបានបណ្ដាញពីនីដូរ៉ូទៅកាន់រីថេនីត្រនហែមហើយស្ដេចបានបង្កើតច្បាប់នៅទីនោះនៅពេលនរ៉ាបានកាត់ចោលកាត់ឡើងនរ៉ាទើបតែយល់ថាយ៉ាត្រូលយូថននោះប្រកាសជាទៅទីនោះដើម្បីសងសឹកមិនខានទៅបានចំពោះគេទៅរកសាស្ត្រាចារ្យស្រីម្នាក់ទៀតដែលមានឈ្មោះថាអ៊ីសឺដែលជាអ្នកនិពន្ធសៀវភៅនិងស្គាល់ឪពុករបស់នរ៉ាក៏ឡងមកផងដែររាជស្រីអ៊ីសឺបាននាំពួកគេទៅក្នុងព្រះវិហារសាងសង់នៅក្នុងឆ្នាំ1070និង1300ដែលមានឈ្មោះថាខណូវេចង់ដែលជាបេះដូងនៅក្នុងទីក្រុងហើយនៅខាងក្នុងគឺជាកន្លែងរក្សាភ្នូររបស់ស្ដេចដែលមានឈ្មោះថាអូឡាផងដែរបន្ទាប់មកស្រីអ៊ីសឺក៏បាននាំពួកគេទៅបន្ទប់ក្រោមដីបន្តទៀតដែលជាកន្លែងរក្សាភ្នូររបស់ស្ដេចអូឡាប៉ុន្តែពួកគេមិនដែលឃើញមឈូសពីមុននោះទេមានតែក្នុងប្រវត្តិសាស្ត្រតែប៉ុណ្ណោះនៅពេលដែលពួកគេបានចូលទៅខាងក្នុងនរ៉ាក៏បានឃើញសញ្ញានៅលើថ្មដោយទៅនឹងសញ្ញានៅក្នុងគុករបស់យក្សនៅក្នុងរូងភ្នំផងដែរនិងរូបរបស់ស្ដេចអូឡាដែលលើជញ្ជាំងនៅពេលដែលអេនទ្រីបានដើរទៅពិនិត្យមើលនិងស្ទាបលេងស្រាប់តែអេនទ្រីបានធ្វើឲ្យរូបនោះបែកជាពីរដុំទៅបានជាគេភ័យខ្លួនជាខ្លាំងគេបានគិតថាប្រហែលជាគេធ្វើឲ្យវត្ថុបុរាណនោះខូចទៅហើយប៉ុន្តែនៅពេលដែលស្រីអាសាបានដើរទៅមើលក៏បានឃើញប្រហោងមួយទៀតប្រហោងនោះគឺមានដូចទៅនឹងរបួសរបស់ស្ដេចអូឡាគឺទ្រង់របួសត្រង់ទ្រូងពោះហើយនឹងជើងរីណូរ៉ាបានដឹងថាមានអ្វីនៅខាងក្រៅជញ្ជាំងរូបគំនូរនោះមិនខានទៅបានជាយកដែកចន្លោះនៅទីនោះមកចាក់មើលហើយនៅពេលដែលចាក់តាមប្រហោងទាំង3ហើយស្រាប់តែបានឃើញបន្ទប់សម្ងាត់មួយនៅខាងក្រោយប៉ាត់មែនដែលជាបន្ទប់រក្សាសពរបស់ស្ដេចអូឡានៅពេលបានឃើញមឈូសរបស់ស្ដេចបែបនឹងហើយអ្នកស្រីអ៊ីសឺសប្បាយចិត្តជាខ្លាំងហើយនៅពេលនរ៉ាចង់បើកវាមើលបន្តទៀតអ្នកស្រីក៏បានហាមឃាត់មិនចង់ប៉ះពាល់វត្ថុបុរាណនិងត្រូវតែគោរពវត្ថុបុរាណប៉ុន្តែនរ៉ាបញ្ជាក់ថានាងគ្មានពេលច្រើននោះទេនាងត្រូវតែរកវិធីដោះស្រាយនិងរកការពិតបន្ទាប់មកនៅពេលនរ៉ាបានបើកមើលសាកសពស្ដេចស្រាប់តែបានឃើញសាកសពនឹងដាវនៅក្នុងមឈូសប៉ាត់មែនដែលនោះក៏បានធ្វើពីលោហៈនៅពេលដែលពួកគេពិនិត្យមើលបន្តទៀតក៏បានឃើញក្រដាសមួយចំហៀងទៀតនៅក្នុងសាកសពដែលបានបាត់បង់ទៅមួយចំហៀងទៀតគឺនៅកន្លែងសិក្សារបស់អ៊ីគីបើតាមនៅពេលពួកគេបានថតរូបឲ្យអ៊ីគីផ្គុំដើម្បីអានអក្សរនៅលើសម្បត្តិនោះពួកគេបានដឹងកាត់បាត់ថាស្ដេចមិនមែនចង់សម្លាប់ពួកយ៉ានោះទេគឺចង់ជម្លៀសពួកវាដើម្បីទៅរកផ្ទះសម្បែងស្នាក់នៅផ្សេងតែប៉ុណ្ណោះនៅពេលស្ដេចមិនយល់ព្រមតាមក្រមសាសនាចង់សម្លាប់យ៉ាចោលទាំងអស់នោះស្ដេចត្រូវបានគេធ្វើកូដតែម្ដងហើយនរ៉ាបានកាត់ថាយ៉ាយូថិនមិនមែនចង់សងសឹកតែស្ដេចនោះទេគឺនឹងមកទីនោះដើម្បីសងសឹកមនុស្សគ្រប់គ្នាមិនខានបើតមកសារព័ត៌មានជាច្រើនបានចុះផ្សាយពីយ៉ាយូថិនមួយនោះដែលកំពុងតែដាក់អុកឡុកពីពេញកន្លែងពីមួយកន្លែងទៅមួយកន្លែងទៅបានជារដ្ឋមន្ត្រីធ្វើសន្និសីទកាសែតជាបន្តតែម្ដងដើម្បីរកវិធីទប់ស្កាត់គឺនឹងជំរាបប្រជាជនចាក់ចែងពីរាជធានីដើម្បីការពារសុវត្ថិភាពប៉ុន្តែនៅពេលដែលអ្នកកាសែតបានសួរទៅកាន់រដ្ឋមន្ត្រីថាចុះបន្តពីរាជធានីនោះតើយ៉ាងនឹងទៅទីណាបន្តទៀតរដ្ឋមន្ត្រីបានជាឆ្លើយមិនចាញ់សោះរាយក្រុមរបស់នរ៉ាហើយនឹងគ្រីអាណែវិញពួកគេកំពុងតែពិភាក្សាជាមួយគ្នាបន្តទៀតការសម្រាប់របស់យ៉ាយូថិនឲ្យទាល់តែបានខណៈពេលដែលពួកគេកំពុងតែនិយាយគ្នារំដៃគ្នាក្នុងទឹកមុខបានគិតថាមិនអាចទៅរួចនោះទេប៉ុន្តែពួកគេត្រូវតែសាកល្បងនៅពេលដែលម៉ារីបានសួរទៅកាន់ពួកគេថាតើពួកគេគួរតែប្រើអាវុធអីប្រយុទ្ធជាមួយនឹងយ៉ាយូថិនមួយនោះនរ៉ាបានប្រាប់ថានៅក្នុងឯកសារគឺនាងបានរកឃើញដៃរបស់ស្ដេចដែលហៅថាបែស៊ីងដែលនោះគឺបានធ្វើពីលោហៈវាមិនចេះច្រេះចាប់នោះទេហើយនេះឆ្ងល់ជាខ្លាំងផងដែរថាម្ដេចបានស្ដេចសម្រាប់យ៉ានោះបានយ៉ាងម៉េចទៅអាចនឹងមានអាវុធផ្សេងក៏ថាបាននៅពេលនរ៉ាកាត់បន្តិចនរ៉ាក៏បានយកទឹកព្រះវិញ្ញាណបរិសុទ្ធទៅប្រឡាក់ជាមួយនឹងលោហៈហើយវាពិតជាអាចកាត់ថ្មរបស់យ៉ាបានពិតមែននៅពេលបានដឹងកពិតថាអាចកាត់ថ្មរបស់យ៉ាបានពិតមែនពួកគេក៏បានយកទឹកព្រះវិញ្ញាណបរិសុទ្ធនោះទៅប្រឡាក់ជាមួយនឹងអាវុធទាំងអស់តែម្ដងដើម្បីទៅប្រយុទ្ធជាមួយនឹងយ៉ាយូថិននៅពេលដែលពួកគេបានរកវិធីដោះស្រាយបានឃើញហើយពួកគេក៏បានបែងចែកគ្នាធ្វើការងាររៀងៗខ្លួនគឺគ្រីនិងម៉ារីបានគៀងកងប្រជាជនឲ្យជួយការងាររបស់ពួកគេទៅដងទឹកនៅបន្ទប់ក្រោមដីប្រឡាក់ជាមួយនឹងអាវុធអេនទ្រីនិងអ្នកស្រីអ៊ីសឺបានឡើងទៅលើព្រះវិហារដើម្បីវាជួងជួយក្បាលទៅដល់យ៉ាក្រុមយោធាបានយកអាវុធទៅប្រឡាក់ជាមួយនឹងទឹកព្រះវិញ្ញាណបរិសុទ្ធរីណូរ៉ាបានសម្លឹងមើលទៅព្រះជាមួយនឹងអេនទ្រីនៅទៅកាន់ម្ដាយរបស់នាងជាខ្លាំងនាងបានជឿថាម្ដាយរបស់នាងនិងឪពុករបស់នាងកំពុងតែសម្លឹងមើលពីឋានសួគ៌មករកនាងអេនទ្រីបានតទៅវិញថាវាសនារបស់គេនៅជាមួយនឹងអេនទ្រីហើយអេនទ្រីអរគុណនរ៉ាសម្រាប់សហការជាមួយនឹងគេម្ដងទៀតទោះបីជាពួកគេបរាជ័យម្ដងយ៉ាងណាក៏ដោយនរ៉ាបានតទៅវិញថាអេនទ្រីនឹងក្លាយទៅជាឪពុកពិសេសម្នាក់ក្នុងពេលឆាប់មិនខានលោកនៅពេលយកពួកគេក៏បានបែងចែកជាក្រុមធ្វើការងារបន្តទៀតគឺក្រុមយោធាបានត្រៀមកម្លាំងប្រដាប់អាវុធបាញ់ទៅលើជានរ៉ាម៉ារៀមហើយនឹងគ្រីកំពុងតែរងចាំនៅខាងក្រោមអេនទ្រីហើយនៅអ្នកស្រីអាសាកំពុងតែរងចាំនៅខាងលើដើម្បីវាជួងបន្តិចក្រោយមកនៅពេលរយៈយូថិនបានដើរមកដល់ទីនោះពួកគេទាំងពីរនាក់ក៏បានធ្វើឲ្យជួងលឺយ៉ាងខ្លាំងទៅដល់ជាដែលធ្វើយៈឈឺក្បាលជាខ្លាំងហើយក្រុមយោធាបានបាញ់គ្រាប់ដែលមានទឹកព្រះវិញ្ញាណបរិសុទ្ធទៅលើយៈជាច្រើនគ្រាប់
ប៉ុន្តែពួកគេមិនអាចសម្លាប់យក្សបានដដែលយក្សយូថិនបានដកដើមឈើគប់ទៅលើព្រះវិហារបណ្ដាលឲ្យជួងបានធ្លាក់មកខាងក្រោមខ្ទេចទៅបានជាស្រីអ៊ីសានិងអេនទ្រីរត់ចូលមកខាងក្រោមវិញជាបន្ទាន់នៅបរិយាបានដើរមកខាងមុខបន្តទៀតគ្រីក៏បានជប់ក្របបែកបំផ្ទុះទឹកនៅខាងមុខយក្សដើម្បីទឹកនោះស្រោចទៅលើយក្សប៉ុន្តែវានៅតែមិនអាចសម្លាប់យក្សបានដដែលវាបានត្រឹមតែរលាកយក្សបន្តិចបន្តួចតែប៉ុណ្ណោះភ្លាមនោះសម្លេងយក្សស្រស់ស្អាតបានបន្លឺឡើងហើយយក្សស្រស់ស្អាតមិនទាន់ស្លាប់នោះទេវាបានរត់មកប្រយុទ្ធជាមួយនឹងយក្សយូថិនបន្តទៀតតែម្ដងកំឡុងពេលនោះម៉ារៀមនឹកឃើញវិធីមួយគឺរកវិធីយ៉ាងណាធ្វើឲ្យទឹកព្រះវិញ្ញាណបរិសុទ្ធនោះចូលទៅក្នុងពោះរបស់យក្សជាមួយនឹងក្របបែកវាអាចនៅបំផ្ទុះរាងកាយរបស់យក្សយូថិនក៏ថាបានស្របពេលនោះយក្សយូថិនកំពុងតែជន់យក្សស្រស់ស្អាតទៅក្នុងទឹកម្ដងហើយម្ដងទៀតរហូតដល់ងើបលែងរួចបន្ទាប់មកអេនទ្រីសម្រាប់ចាត់ជាធម្មបេក្ខចក្រយកទឹកសចុងក្រោយមួយធុងនោះទៅជាមួយនឹងគ្រីតែម្ដងទៅរកវិធីធ្វើយ៉ាងណាធ្វើទឹកនោះចូលទៅក្នុងមាត់របស់យក្សយូថិនរីណូរ៉ាហើយនិងម៉ារីវក៏បានយកកំភ្លើងធំបាញ់ទៅលើយក្សនោះម្ដងហើយម្ដងទៀតដើម្បីសង្គ្រោះយក្សស្រស់ស្អាតដែលកំពុងតែត្រូវបានយក្សយូថិនជន់ទៅក្នុងទឹកខណៈពេលនោះធុងទឹកវាទៅធ្លាក់ទៅខាងក្រោមទៅហើយប៉ុន្តែអេនទ្រីបានចាប់ទាន់ពេលវេលារីឯឧបករណ៍ចុចបំផ្ទុះក្របបែកគឺបានធ្លាក់ទៅខាងក្រោមថែមទៀតផងវិធីគឺមានតែមួយគត់បំផ្ទុះក្របបែកបានគឺគ្រីបានឲ្យក្របបែកដៃមួយទៅកាន់អេនទ្រីរីឯយក្សស្រស់ស្អាតងើបលែងរួចទៅហើយនៅពេលយក្សយូថិនបានដើរមកសម្រាប់ណូរ៉ាហើយនិងម៉ារីបន្តទៀតម៉ារីក៏បានគេចខ្លួនពីទីនោះនិងស្រីណូរ៉ាគេចខ្លួនទៅជាមួយនឹងគ្នាប៉ុន្តែណូរ៉ាបាជាមិនទៅជាមួយសោះខណៈពេលនោះអេនទ្រីសម្រាប់ចាត់ថានឹងពលីជីវិតរបស់គេជាលើកចុងក្រោយដើម្បីសម្រាប់យក្សយូថិនមុនពេលដែលគេពលីជីវិតគេក៏បានទៅកាន់ប្រពន្ធរបស់គេជាលើកចុងក្រោយផងដែរដើម្បីផ្ដែផ្ដាំថានៅពេលដែលកូនរបស់ពួកគេបានកើតមកប្រាប់កូនរបស់ពួកគេទៅថាគេគឺជាវីរៈបុរសបើតើមកអេនទ្រីសម្រាប់ចាត់អោបធុងទឹកនោះទៅជាមួយនឹងក្របបែកលោទៅក្នុងមាត់របស់យក្សយូថិនតែម្ដងកំឡុងពេលដែលយក្សយូថិនបានហាមាត់សម្លឹងមើលអធម្មបេក្ខចក្ររបស់ពួកគេនៅលើអាកាសបើតើមកនៅពេលដែលក្របបែកបានផ្ទុះទៅជាមួយនឹងទឹកព្រះវិញ្ញាណបរិសុទ្ធរាងកាយរបស់យក្សយូថិនចាប់ដើមឆាបឆេះប៉ាត់មែនហើយយក្សស្រស់ស្អាតក៏បានដឹងខ្លួនឡើងម្ដងទៀតនិងបានទៅក្បែរបេះដូងរបស់យក្សយូថិនសម្រាប់បានសម្រេចរីឯគ្រប់គ្នាក៏បានសម្លឹងមើលទៅដោយស្រស់ទឹកភ្នែកអាណិតអេនទ្រីជាខ្លាំងដែលគេសូមចិត្តពលីជីវិតជួយសង្គ្រោះមនុស្សជាច្រើនអ្នកចាប់តាំងពីថ្ងៃនោះមកព្រះវិហាររបស់អ្នកស្រីអ៊ីសាក៏បានជួសជុលឡើងវិញហើយកូនរបស់អេនទ្រីក៏បានកើតមកផងដែរគ្រប់គ្នាតែងតែទៅលេងកូនរបស់អេនទ្រីនិងប្រពន្ធរបស់គេផងដែរជាពិសេសគឺណូរ៉ាគឺតែងតែមួយស៊ីភៅរបស់គេនិពន្ធកន្លងមករីឯយក្សស្រស់ស្អាតដែលឆ្លងកាត់ផ្ទះរបស់ពួកគេជាធម្មតាដោយគ្មានការគំរាមកំហែងនោះឡើយប៉ុន្តែនៅពេលនោះគេបង្ហាញបារម្ភបរទេសម្នាក់បានរសារកូនយក្សត្រូលមួយនៅក្នុងប្រអប់ដែលហាក់បីដូចជាចង់ពិសោធន៍អរគុណប្រិយមិត្តអរគ្នាសម្រាប់ការទស្សនាការសម្ដែងរឿងដែលមានចំណងជើងថា Troll វគ្គ 2 អញ្ចឹងវគ្គ 2 និងវគ្គ 1 ប្រិយមិត្តអរគ្នាយកយ៉ាងណាដែរតើវគ្គ 1 និងវគ្គ 2 មួយណាល្អមើលជាងអាច comment ខាងក្រោមបានបើសម្រាប់ admin វិញ admin គិតថាមិនចាញ់គ្នាប្រហែលទេគឺល្អមើលទាំងពីរហ្នឹងប៉ុន្តែគួរសោកស្ដាយគឺតួអង្គ entry ហ្នឹងត្រូវបានស្លាប់ទៅហើយនៅក្នុងវគ្គ 2 មួយហ្នឹងគេបង្ហាញគាត់ច្រើនខ្លាំងមែនទែនដែលធ្វើឲ្យអ្នកទស្សនាហ្នឹងក៏ដូចជា fan រឿងមួយហ្នឹងមិនចង់ឲ្យគាត់ស្លាប់ទេក៏ប៉ុន្តែជាធម្មតាទេនៅពេលដែលតួអង្គណាសំខាន់ណាមួយបង្ហាញមុខច្រើនដងបង្ហាញកាន់តែច្រើនដងគឺអាចនឹងស្លាប់ក្នុងភាគណាមួយមិនខានទេដោយនៅក្នុងរឿងមួយហ្នឹងអញ្ចឹងកាលពីភាគ1ហ្នឹងមិនសូវបង្ហាញច្រើនដូចជាភាគ2ទេនៅពេលភាគ2បង្ហាញច្រើនទៅគាត់ក៏ស្លាប់តែម្ដងអូខេអញ្ចឹងប្រិយមិត្តអរគ្នាការសម្ដែងរឿងរបស់ admin គឺបានចប់ហើយរឿងមួយហ្នឹងមិនមានអីត្រូវបកស្រាយច្រើនទេគឺបញ្ចាំងនៅក្នុងNetflix តែប៉ុណ្ណោះមិនមែនបញ្ចាំងនៅក្នុងរោងកុនទេអញ្ចឹងហើយមានអីត្រូវបកស្រាយច្រើនទេadmin សូមអរគុណខ្លាំងមែនទែនសម្រាប់កម្មវិធីចំណាយពេលដ៏មានតម្លៃក្នុងការទស្សនាការសម្ដែងរឿងរបស់ admin ជួបគ្នានៅវីដេអូលើកក្រោយទៀតសូមអរគុណសូមជម្រាបលាបាយបាយការសម្រេចចិត្តមានផ្ទៃពោះអ្នកម្ដាយត្រូវតែមានកំហាប់ឆ្អឹងរឹងមាំការសូមកូវីអេកស្ត្រាជាការសូមសារីរាង្គទម្រង់ផ្ទៃក៏រសជាតិក្រូចឆ្ងាញ់ស្រួយញ៉ាំស្របបានល្អសម្រាប់ថែរក្សាកំហាប់ឆ្អឹងឲ្យកាន់តែរឹងមាំការសូមកូវីអេកស្ត្រាបន្ថែមកាល់ស្យូមច្រើនជាងមុន2ដងក្នុងមួយអំពូលដើម្បីឆ្អឹងរឹងមាំ